មនុស្សស្រីកុំឲ្យមនុស្សប្រុសបានប៉ះដៃប៉ះជើងឲ្យសោះបើសិនជាប្រុសបានប៉ះដៃជើងហើយថ្ងៃក្រោយវាបានចិត្តវាញ៉ាំតែប៉ះដៃប៉ះជើងហើយវាលេងក្រែងចិត្តយើងហើយវាចាប់ដើមឆ្លើយចាប់ដើមមិនសូវឲ្យតម្លៃចាប់ដើមហ៊ានចាប់ដើមប្រហើនជាងមុនពីមុនអត់បានប៉ះដៃជើងគ្រាន់តែចង់ក្បែរអូគឺថាកោតខ្លាចនៅមានការក្រែងចិត្តរអៀសចិត្តប៉ុន្តែនៅពេលដែលបានប៉ះដៃជើងឬបានស្ទាបអង្អែលហើយគឺចាប់ដើមកាន់តែគៀកចិត្តជាងមុនទៀតសារនេះខ្ញុំសូមផ្ដាំទៅដល់ក្មេងៗទាំងអស់ថាជាពិសេសគឺក្មេងៗស្រីៗណាបងប្អូនស្រីៗទាំងបងប្អូនខ្ញុំទាំងបងប្អូនគេទាំងបងប្អូនដទៃទៀតក៏ដោយអ្នកណាក៏ដោយសូមស្ដាប់ដោយពិចារណាទាំងអស់គ្នាបើមិនចង់មានបញ្ហាបើមិនចង់ខ្លាយទៅជាជនរងគ្រោះនៅក្នុងរឿងស្នេហាទេកុំឲ្យមនុស្សប្រុសបានចិត្តជាការពិតពេលខ្លះស្រីនឹងជាអ្នកបង្រៀនប្រុសទេជាអ្នកបង្រៀនឲ្យគេនឹងបានចិត្តនៅពេលដែលគេបាននៅចិត្តយើងតែងតែឲ្យគេធ្វើនេះធ្វើនោះតាមអំពើចិត្តកុំបណ្ដោយខ្លាំងពេកខ្លួនរបស់យើងជាស្រីកុំបណ្ដោយខ្លាំងពេកបើសិនជាយើងបណ្ដោយទៅតាមតែអារម្មណ៍បណ្ដោយទៅតាមតែគេសុំបណ្ដោយទៅតាមតែគេចង់បានហ្នឹងបើសិនជាយើងប៉ះមនុស្សប្រុសត្រឹមត្រូវប៉ះមនុស្សប្រុសដែលគេស្រឡាញ់យើងពិតប្រាកដវាមិនអីទេប៉ុន្តែបើសិនជាយើងប៉ះមនុស្សប្រុសអាប្រុសព្រានអាហ្នឹងពួកអស់ហ្នឹងវាមើងងាយយើងណាស់វាបានប៉ះពាល់យើងហើយវាទៅប្រាប់អ្នកដតីវាទៅនិយាយដៀលថ្មេះយើងចំពោះមុខអ្នកដតីដោយនិយាយយើងពីក្រោយខ្នងថាយើងនឹងអញ្ចេះថាយើងចោះថាយើងនឹងចិត្តងាយអីអញ្ចឹងទៅអញ្ចឹងឪពុកម្ដាយក៏អញ្ចឹងដែរបើសិនជាថាគាត់បានស្ដាប់คลิปនេះហើយគាត់អាចនិយាយរឿងហ្នឹងទៅប្រាប់កូនចៅគាត់ឬក៏ឪពុកម្ដាយភាគច្រើនណាគាត់បានដឹងរឿងហ្នឹងប៉ុន្តែគ្រាន់តែថាពេលខ្លះនិយាយកូនអត់ស្ដាប់អញ្ចឹងនេះគឺជាសារដាស់តឿនមួយទៀតកុំឲ្យភ្លេចសតិកុំឲ្យបាត់បង់សតិដើម្បីយកទៅអប់រំកូនចៅជាពិសេសក្មេងៗស្រីជំទង់អាយុ14 15ឆ្នាំគ្នានៅដឹងស្អីគ្នាខ្ញុំថ្ងៃមួយខ្ញុំទៅទិញតែគុជនៅផ្សារឃើញក្មេងអាយុប្រហែល14 15ឆ្នាំសិស្សម្នាក់រៀនចិនសិស្សម្នាក់ទៀតរៀនខ្មែរដល់ពេលគេអង្គុយអោបគ្នានៅទីសាធារណៈនៅកន្លែងលក់តែគុជហ្នឹងអាប្រុសនឹងនិយាយថាគេលូកស្ទាបម្នាក់ក្មេងស្រីហ្នឹងនិយាយទៅគេថាអូគេស្រាលស្រួលគេណាហើយក្មេងស្រីហ្នឹងគេអង្គុយចុចទូរស័ព្ទធ្វើមិនដឹងហើយអាប្រុសហ្នឹងគេបានដៃគេនោះគេច្បាច់ថ្ពាល់គេច្បាច់ដៃច្បាច់ជើងគេលូកស្ទាបគ្រប់កន្លែងទាំងអស់ហើយនៅទីសាធារណៈមិនដឹងកូនអស់លោកណាទេលោកអើយដល់ពេលគេឃើញអញ្ចឹងសុទ្ធថាវាល្អមើលណាស់អីយើងនៅក្មេងយើងអត់ដឹងស្អីទេទទួលស្គាល់យើងវាមិនដឹងអីទេប៉ុន្តែកុំបណ្ដោយខ្លួនពេកឪពុកម្ដាយប្រាប់កូនឲ្យបានច្រើនខ្ញុំទទួលស្គាល់ថាកូនខ្លះវានិយាយអត់ស្ដាប់ទេវាពិបាកណាស់ប៉ុន្តែក្នុងនាមជាឪពុកម្ដាយត្រូវដាក់វិធានការត្រូវតាមដានកូនឲ្យបានល្អិតល្អន់ជាទីបំផុតព្រោះថាបើសិនជាបណ្ដោយកាន់តែច្រើនបណ្ដោយកាន់តែយូរកូនហ្នឹងវាកាន់តែឆ្ងាយហើយនៅពេលដែលកូនកាន់តែឆ្ងាយគឺពិបាកហៅណាស់វាប្រៀបដូចជាយើងមនុស្សនៅ4-10 ម៉ែត្រពីគ្នាយើងហៅគ្នាឮប៉ុន្តែនៅពេលដែលមនុស្សនៅ400-500 ម៉ែត្រពីគ្នាគឺពិបាកហៅគ្នាណាហៅមិនឮទេណាអញ្ចឹងត្រូវតែអប់រំកូនព្រៀនប្រដៅកូនឲ្យបានល្អមើលថែកូនតាមដានកូនដោយការយកចិត្តទុកដាក់បំផុតទោះបីយើងរវល់រកស៊ីយ៉ាងណាក៏ដោយក៏យើងអត់ភ្លេចនៅក្នុងការអប់រំកូនឬមិនភ្លេចក្នុងការតាមដានកូនដែរឥឡូវសម័យបច្ចេកវិទ្យាជឿនលឿនឪពុកម្ដាយអាចតាមដានកូនដោយការតាមដានដោយទូរស័ព្ទអាចថា account Facebook មួយប្រើ2នាក់ក្មេងៗអាយុតូច14 15 16អីនឹងកុំតាន់ឲ្យមានសង្សារឲ្យរៀនសូត្រទៅកុំថាឡើយក្មេងប៉ុណ្ណឹងក្មេងអាយុដែលនៅសិក្សាយ៉ាងណាក៏ដោយក៏កុំតាន់ឲ្យមានព្រោះថាវាមិនចំណេញទេឪពុកម្ដាយត្រូវប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុតតាមដានកូនដោយការដាក់ GPS ណាចេញពីរៀននឹងវាទៅណាទៀតមានមកផ្ទះអត់តាមដានកូនដោយការទំនាក់ទំនងមិត្តភ័ក្តិតើវាតាក់ទងអ្នកណាខ្លះមិត្តភ័ក្តិវានឹងយ៉ាងម៉េចមានសន្តានយ៉ាងម៉េចវាមិនមែនជាការបិទសិទ្ធកូនទេការតាមដានបែបនេះប៉ុន្តែព្រោះថាកូនប៉ុណ្ណឹងគឺកំពុងតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងបើសិនជាយើងបណ្ដោយទៅតាមសេរីភាពរបស់វានឹងមានភាពសេរីវាលែងទៅជាសេរីភាពហើយវាទៅជាភាពអនាធិបតេយ្យហើយនៅថ្ងៃខាងមុខយើងមិនអាចគ្រប់គ្រងយើងមិនអាចដឹកនាំយើងមិនអាចមើលថែកូនរបស់យើងបានល្អទេកុំចាំតតែកូនរបស់យើងបាត់បង់ខ្លួនប្រាណឬកុំចាំតតែកូនរបស់យើងមានបញ្ហាទៅយើងដោះស្រាយតាមក្រោយនោះយើងត្រូវតែបង្ការពារមុនដើម្បីកុំឲ្យមានរឿងនឹងកើតឡើងដើម្បីជាគំរូដល់កូនចៅជំនាន់ក្រោយនិងដើម្បីសេចក្តីថ្លៃថ្នូរភាពថ្កុងថ្កើងនិងកេរ្តិ៍ឈ្មោះឪពុកម្ដាយមុខមាត់គ្រួសាររបស់យើងផងដែរ